មានបដូរណាបាទបដូរអីបដូរទៀតនិយាយទៅយើងមានច្រើន function មែនតើសម្រាប់ឲ្យយើងលេងមិនមែនមានតែ1 2ឬមួយក៏3ទេគឺវា MK07 ពណ៌ 3E មួយ mode នេះឃើញថាកប់ខ្លាំងមែនទេបងប្អូនពណ៌នៅក្រៅពណ៌ផ្លេកទៀតបងប្អូនមានកម្មៃហើយបើមើល detail ខាងក្នុងគឺមានតាប្លូមានអីផ្សេងដូចឡានយើងមែនតើហ្មងគេ design មកលម្អិតខ្លាំងមែនតើឥឡូវ admin បង្ហាញខាងក្នុងតិចបងប្អូនអូហូបងប្អូនអើយស្អាតខ្លាំងមែនតើ motor នេះជា motor brushless 43ខ្នាតយក្សតែម្ដងហើយជើងទប់ motor គោប្រភេទដែកហើយឡាយពណ៌ទឹកក្រូចដែរបងប្អូនហើយសម្រាប់ ESC និង receiver របស់វានេះដាច់បងប្អូនហើយអានេះ support ដល់ 3S យើងប្រើ 3S ក៏បានដែរណាអញ្ចឹងការរៀបចំ detail ស្អាតខ្លាំងហើយប្រព័ន្ធភ្លើងនៅក្រោយនេះគាត់មានអញ្ញៃជាមួយនឹងខាងមុខដែរអានេះប្រព័ន្ធភ្លើងខាងមុខទៀតអញ្ចឹងប្រព័ន្ធភ្លើងឃើញថាអែមខ្លាំងមែនតើវាបែងចែកដាច់ហើយវាធ្វើបានស្អាតល្អទៅមើលប្រព័ន្ធជើងក្រោមនេះតិចបងប្អូននេះដៃទាំងអស់ឃើញចេះដៃទាំងអស់តែម្ដងខ្នាតធំៗបងប្អូនជិះប៉ុនច្អល់ដៃដៃទាំងអស់ស្ពឺក្នុងប៉ុងអីក៏ដែកដែរហើយប៉ុងនេះជាប្រភេទប៉ុងធ្លាក់ទៀតហើយបើយើងមើលជើងទប់ចង្កូតគោជាប្រភេទដែកហើយកន្លែងជើងសម្រាប់ចង្កូតបតមានបូមទៀតបងប្អូនអែមខ្លាំងហើយបើកង់វិញកប់សេរីបងប្អូនកប់សេរីខ្លាំងមែនទែនកប់ណាបងប្អូនអើយហើយប្រភេទសាក់ស៊ីក៏ប្រភេទដែកហើយបូមវិញណាបងប្អូនគឺជាប្រភេទបូមព្រេងហើយច្បឺតខ្លាំងមែនទែនបងប្អូនពេលដែលឡើងស្រើខ្លាយមីងឃើញទុនស្អាតណាបងប្អូនអើយដូចក្នុងវីដេអូអញ្ចឹងយើងចង់ឡើងអីក៏បានហើយឃើញទុនស្អាតមែនទែនអញ្ចឹងម៉ូតនេះពេលដែលយើងលេងទុនអញ្ចឹងវាអត់ងាយក្លាប់ទេបងប្អូនឡានស្រើផ្អៀងប្អូងតែកង់ជើងក្រោមទេចំណែកអា niveau ខាងលើវាវិញគឺវានៅ balance ល្អណាស់កប់សេរីតែម្ដងហើយសម្រាប់ភ្លើងយើងលេងបានច្រើនម៉ូតណាជាមួយ admin control បងប្អូនបន្តិចបាទបងប្អូនភ្លើងខាងលើនេះគឺយើងលេងបានច្រើនម៉ូតមែនតើជាមួយមានបដូរណាបាទបដូរអីបដូរទៀតនិយាយទៅយើងមានច្រើន function មែនតើសម្រាប់ឲ្យយើងលេងមិនមែនមានតែ1 2ឬមួយក៏3ទេគឺវាច្រើនលើសពីអ្វីដែលយើងគិតទុកគឺកប់សេរីមែនតើហើយសម្រាប់ភ្លើងខាងមុខនេះក៏យើងអាចផ្លាស់ប្ដូរបានទាំងអស់បងប្អូនបើកវាមួយគ្រាប់បើកវាពីរគ្រាប់ហើយជាមួយ fork បើកបានទៀតបងប្អូនហើយនៅពេលដែលបតបងប្អូនជាមួយមានបតឃើញទេនេះបងប្អូនលោតភ្លើងសញ្ញោនេះហើយលោតនៅត្រចៀកទៀតបតខាងនេះដូចគ្នាបងប្អូនលោតភ្លើងនេះហើយលោតត្រចៀកទៀតហើយត្រចៀកនេះយើងអាចកាច់បតបានដូចឡានយើងមែនតើអញ្ចឹងចង់ប៉ុណ្ណាក៏បានដែរឥឡូវឯងមានបង្ហាញភ្លើងខាងក្រោយតិចភ្លើងខាងក្រោយនេះនៅពេលដែលយើងកំពុងបើកអញ្ចឹងប្រឡែងវានឹងភ្លឺដូចឡានយើងមែនតើអញ្ចឹងឲ្យភ្លឺប៉ុន្តែនៅពេលដែលយើងអាយ៉ែឃើញទេវានឹងភ្លឺខាងក្រោមមួយទៀតហើយនៅពេលដែលយើងបតឃើញទេបងប្អូនសញ្ញោតាមចឹងអានេះវា full option ហើយឡាននេះអាចនិយាយថា full option ហើយប្រព័ន្ធប៉ុងពេញលេញទៀតឥឡូវដើម្បីតេស្តប្រព័ន្ធប៉ុងដូច admin បង្ហាញរដូវអញ្ចឹងគឺ admin ឲ្យវាដំណើរការទៅមុខអូតូបងប្អូនបាទអូខេបងប្អូនវាទៅមុខអូតូហើយតែ admin បើកតែប៉ុងមុខទេប៉ុងក្រោយអត់ឲ្យវិលទេឥឡូវ admin ឲ្យវាវិលទាំងអស់វិញបងប្អូនឃើញទេវិលទាំងអស់តែម្ដងហើយឥឡូវ admin ឲ្យវិលតែខាងក្រោយវិញម្ដងឃើញទេប៉ុងពេញលេញបងប្អូនហើយអានេះយើងចាប់ទៀតក៏បានដែរឃើញទេប៉ុន្តែនៅពេលដែល admin ចង់លុកប៉ុងវាឃើញទេចាប់លេងជាប់ហើយវិលហើយក៏ចាប់លេងជាប់ដែរខ្លាំងមែនទែនហើយឥឡូវឲ្យមានឲ្យវាវិលទាំង4អូខេវិលទាំង4តែខាងលើយើងអាចចាប់បានខាងក្រោយចាប់អត់បានទេឥឡូវបិទខាងលើមួយទៀតឃើញទេបងប្អូនចឹងប្រព័ន្ធប៉ុងពេញលេញចង់បិទអាមួយណាបើកអាមួយណាចង់បើកចាប់បានបើកចាប់អត់បានអីគឺបានទាំងអស់